សូមគោរពជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី4ឆមាសទី1មកកាន់វិមានឈ្នះរាជធានីភ្នំពេញសរុបចំនួន 1770 អង្គនាក់នាថ្ងៃទី17ទី20និងទី24ខែមិថុនាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី4ឆមាសទី1នៃសាកលវិទ្យាល័យ Belty អន្តរជាតិទាំងពីរទីតាំងទី1ទួលស្លែងនិងទីតាំងទី2ស្ពានអាកាសចោមចៅទៅកាន់វិមានឈ្នះរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Belty អន្តរជាតិក្នុងឱកាសនោះផងដែរនៅថ្ងៃទី17ខែមិថុនាឆ្នាំ2026សាកលវិទ្យាល័យមានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញចូលរួមជួបសំណេះសំណាលនិងផ្ដល់បទឧទ្ទេសនាមដ៏មានតម្លៃពីសម្ដេចវិជ័យសេនាទាបាញ់ជាមួយនិស្សិតឆ្នាំទី4ឆមាសទី1នៅវិមានឈ្នះក្នុងឱកាសនោះសម្ដេចបានចែករំលែកនូវបទពិសោធន៍និងការយល់ដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជាជាពិសេសដំណើរការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ1977ក្នុងបុព្វហេតុសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតសម្ដេចក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនយោបាយឈ្នះដែលបាននាំមកនូវសន្តិភាពពេញលេញការឯកភាពជាតិនិងការអភិវឌ្ឍប្រទេសជាតិដូចសពថ្ងៃនៅថ្ងៃទី24ខែមិថុនាឆ្នាំ2026ឯកឧត្តមលីនវុឌ្ឍសមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍ដល់និស្សិតដែលបានចូលរួមទស្សនកិច្ចសិក្សាដោយបានលើកទឹកចិត្តឲ្យនិស្សិតខិតខំសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រជាតិដឹងគុណចំពោះការលះបង់របស់ថ្នាក់ដឹកនាំនិងវីរៈជនជំនាន់មុនព្រមទាំងចូលរួមថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានឲ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយជាតិក្នុងឱកាសនោះផងដែរក៏មានការច្រៀងរួមគ្នាបទសុវណ្ណភូមិដីខ្មែរដែនដីខ្មែរដើម្បីបង្ហាញនូវស្មារតីស្រឡាញ់ជាតិនិងឯកភាពជាតិផងដែរដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងក្នុងគោលបំណង 1. ស្វែងយល់ប្រវត្តិសាស្ត្រពិតដើម្បីជំរុញការសិក្សារបស់និស្សិតឲ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជាក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង 2. ដឹងគុណតម្លៃនៃសន្តិភាពដើម្បីឲ្យនិស្សិតបានសិក្សាស្វែងយល់ពីការស្វែងរកសន្តិភាពដោយលំបាកតាមរយៈការដាក់ចេញនូវនយោបាយឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជា 3. ពង្រឹងស្មារតីឯកភាពជាតិដើម្បីអប់រំនិស្សិតអំពីតម្លៃនៃវិមានប្រវត្តិសាស្ត្រដែលជាមូលដ្ឋានគ្រឹះនៃឯកភាពជាតិឯកភាពទឹកដីនិងសន្តិភាពពេញលេញនៅកម្ពុជា 4. បង្កើនសាមគ្គីភាពនិងការទំនាក់ទំនងដើម្បីបង្កើតបរិយាកាសរីករាយបណ្ដុះស្មារតីសហការនិងពង្រឹងទំនាក់ទំនងល្អរវាងនិស្សិតនិងនិស្សិតតាមរយៈការសិក្សាក្រៅថ្នាក់ 5. ផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តដើម្បីឲ្យនិស្សិតយកចំណេះដឹងពីការទស្សនកិច្ចមកសរសេរជារបាយការណ៍សង្ខេបសម្រាប់ដាក់ពិន្ទុប្រចាំឆមាស ongoing assessment Belty International University, the future of global leaders.